សាលាអនុគមស្រុកព្រៃឈរនិងក្រុមយុវជនការពារមរតកតេជោប្រកបផ្ទះជូនវរៈកងទ័ពមួយខ្នងនៅភូមិទួលអំពិលឃុំត្រពាំងព្រះស្រុកព្រៃឈរខេត្តកំពង់ចាមនារសៀលថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះព្រះគ្រូវៈចេរវិទូនងពន្លកព្រះអនុគុណស្រុកព្រៃឈរខេត្តកំពង់ចាមនិងសហការីព្រះធម្មានុលក្ខសីមេនលក្ខព្រះលេខាធិការគុណខេត្តនិងជាព្រះប្រធានលេខាធិការដ្ឋាននៃសាលាគុណខេត្តកំពង់ចាមបានសហការជាមួយឯកឧត្តមយ៉នទាយាតហៅចៅជីឡុងទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានយុវជនការពារមរតកតេជោព្រមទាំងឯកឧត្តមឡៅចាន់លីអភិបាលរងខេត្តកំពង់ចាមនិងអាជ្ញាធរមូលដ្ឋានបាននិមន្តនិងអញ្ជើញប្រកបផ្ទះមួយខ្នងទំហំ5x6ម៉ែត្រចំណាយថវិកាអស់ចំនួន$4,459ជូនគ្រួសារកងទ័ពឈ្មោះលោកសុនពិសិដ្ឋអាយុ32ឆ្នាំជានាយចំណងឈរជើងនៅទិសប្រាសាទតាមាន់ខេត្តឧត្តរមានជ័យនិងប្រពន្ធឈ្មោះច័ន្ទថាវីអាយុ32ឆ្នាំរស់នៅភូមិទួលអំពិលឃុំត្រពាំងព្រះស្រុកព្រៃឈរខេត្តកំពង់ចាមជាមួយនោះក៏បានឧបត្ថម្ភមានអង្ករ3បេស្មើនឹង75គីឡូក្រាមទឹកសុទ្ធ10កេសមី6កេសទឹកផ្លែឈើ6កេសទឹកស៊ីអ៊ូ1យួរទឹកត្រី1យួរមុងភួយកន្ទេលខ្នើយមួយចំនួនផងដែរបាទសូមថ្លែងអំណរគុណដល់ព្រះគ្រូអនុគុណស្រុកព្រៃឈរនួនពន្លកនិងឯកឧត្តមយ៉នទាយាតជាប្រធានយុវជនការពារមរតកតេជោបានឧបត្ថម្ភផ្ទះចំនួន1ខ្នងដល់គ្រួសារខ្ញុំបាទនិងសម្ភារៈមួយចំនួនខ្ញុំបាទសូមថ្លែងអំណរគុណដល់ព្រះអនុគុណស្រុកព្រៃឈរនិងឯកឧត្តមជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈដោយជំនឿដោយជំនឿសូមអរគុណ